Hello អ្នកទាំងអស់គ្នា last year ខ្ញុំបានទៅ trip មួយជាមួយនឹង Springboard ទៅ UK so I thought why not ធ្វើ video show អ្នកទាំងអស់គ្នាពី journey របស់ខ្ញុំនៅ UK នឹងចឹងថាខ្ញុំមកជាមនុស្ស Poland so យន្តហោះ is no exception គឺពេលហ្នឹងខ្ញុំ feel so miserable មែនតើអ្នកនរគ្នាពេលជាយន្តហោះហ្នឹងឡើងជិះម្ដងខ្ញុំត្រូវញ៉ាំថ្នាំពុលឡានពុលយន្តហោះហ្នឹងអស់4គ្រាប់ហើយឃើញថតឃើញអីហ្នឹងមិនមែនថាអារម្មណ៍ស្រួលទេណាគឺចង់ហៅតែក្អួតតែដៃខំប្រឹងទាញទូរស័ព្ទយកមកថតទៅហើយពួកខ្ញុំចេញពីពេញទៅឡាននៅសៀងហៃសិនហើយ layover នៅសៀងហៃហើយបាទខ្ញុំឡើងត and finally landed នៅ London Gatwick និយាយថាពេលហ្នឹងណាពេលបាន land ភ្លាមមកសប្បាយចិត្តមែនតើមកពួកអីវាលេងពុលលេងអីចឹងហ៎ and ពេលនៅក្នុងពលានហ្នឹងណាអ្នកនរមានអារម្មណ៍ថាអត់ប្រចាំអីអាកាសធាតុធម្មតាតែគ្រាន់តែដើរចេញទៅក្រៅនិយាយពីថាចង់កកមកអ្នកទាំងអស់គ្នាបើតាមខ្ញុំចាំមកពេលហ្នឹង around 12-13 អង្សាអីហ្នឹងហើយពេលចេញមកក្រៅហ្នឹងគឺពួកខ្ញុំមានឡានក្រុងចាំទទួល and our first destination was Bournemouth ដែលជា coastal town មួយនៅភាគខាងត្បូងនៃប្រទេសអង់គ្លេសហ្នឹងនិយាយទៅ basically នៅហ្នឹងគឺមានសមុទ្រខ្ញុំអត់ចាំថាជិះប៉ុន្មានម៉ោងទេពី London Gatwick មកទៅដល់ Bournemouth ហ្នឹងតែទៅដល់ after settle down ហើយនេះគឺជា clip in the morning ហើយគឺពួកខ្ញុំបានមកញ៉ាំ breakfast ហើយ after breakfast ហើយរៀងញ៉ាំប្រញាប់ដែរពេលហ្នឹងគ្រប់ពួកអីប្រញាប់ទៅសាលា and អានេះហ្នឹងគឺពួកខ្ញុំ on the way ទៅសាលាហើយភ្លៀងទៀតអ្នកនរគ្នាអត់ត្រជាក់ក៏ត្រជាក់ហើយណាឈឺភ្លៀងទៀតហើយដើរទៅសាលាហ្នឹងណាមិនចូលរៀនទេណាគឺដើរទៅឡើងឡានក្រុងដើម្បីទៅ Oxford so my next video would be about journey របស់ខ្ញុំទៅលេងនៅ Oxford ចឹងបើអ្នកនរគ្នាចង់ឲ្យខ្ញុំទៅធ្វើអីគេខ្លះចាំមើលវីដេអូក្រោយទាំងអស់គ្នា